បាទសួស្តីគ្នាយើងចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញគ្នាយើងពាក់ព័ន្ធជាមួយនឹង DNS service បាទអញ្ចឹងfunction សំខាន់របស់ DNS គឺវាបកប្រែគឺវាធ្វើការបកប្រែ IP ទៅកាន់ឈ្មោះទៅកាន់ name ណាបាទអញ្ចឹងការងារវាអត់ស្តៀងនឹង phone book របស់យើងដែរឧទាហរណ៍យើងមានឈ្មោះអឺមិត្តភក្តិយើងឈ្មោះ James អញ្ចឹងលេខទូរស័ព្ទគាត់012ប្រហែលនេះអញ្ចឹងទៅណាឈ្មោះ Peter អញ្ចឹងទៅដល់ពេលយើង search ក្នុង phone book គឺយើងអត់ចាំបាច់ search លេខទេគឺយើងចាំតែឈ្មោះគាត់យើងវាយឈ្មោះមកអញ្ចឹង phone book ហ្នឹងវាបកប្រែពីឈ្មោះហ្នឹងមកជាលេខឲ្យយើងហើយណាជាដូច DNA ដែរងាយស្រួលក្នុងការចាំណាព្រោះយើងប្រើលេខវាពិបាកចាំអញ្ចឹង DNA system ក៏អញ្ចឹងដែរណាអញ្ចឹងយើងវាយឈ្មោះ Google មកតែពិតវាបកប្រែធ្វើការបកប្រែ Google ហ្នឹងមកកាន់ IP address របស់ Google ដោយសារតែប្រព័ន្ធ network គឺវាអត់ប្រើឈ្មោះទេណាតែសម្រាប់មនុស្ស human គឺពិបាកចាំលេខចាំឈ្មោះវិញអញ្ចឹងបានគេបង្កើតឲ្យមាន DNS service នេះ domain ឬក៏ domain name system ហ្នឹងណា domain name ពាក្យពេញរបស់វា domain name system ហ្នឹងធ្វើឲ្យធ្វើការបកប្រែពីឈ្មោះមកលេខបានណាដើម្បីឲ្យម៉ាស៊ីនវាយល់ឲ្យមនុស្សក៏អាចប្រើប្រាស់ងាយចាំដែរបាទអញ្ចឹងបាទខ្ញុំនិយាយមិញពី DNS namespace ណាដែលមានឈ្មោះគេយើងប្រើឈ្មោះហ្នឹងគឺពាក់ព័ន្ធខ្ញុំចង់មានន័យថា DNS namespace ហ្នឹងហើយអញ្ចឹងនៅក្នុង server របស់ខ្ញុំក៏មាន hybrid text ជា DNS namespace.com មួយដែរនៅក្នុង server របស់ខ្ញុំណាដែលខ្ញុំដំឡើងរួចរាល់ហើយអញ្ចឹងសម្រាប់ DNS ហ្នឹងគឺវាអាចជា public ណាអាចជា public ឬក៏អាចជា private ណាបាទ public គឺយើងប្រើពាក់ព័ន្ធជាមួយនឹង web ណា website sorry ខ្ញុំទៅសើនេះ website នេះពាក់ព័ន្ធជាមួយនឹង web service website email ឬក៏ពាក់ព័ន្ធ service អីដែលឆ្លងកាត់នឹង internet ត្រូវការដែលវាត្រូវការ DNS ត្រូវការឈ្មោះណាអញ្ចឹងវាសំខាន់ណាយើងត្រូវការហើយវាមានជា private មួយទៀតអញ្ចឹងខ្ញុំនិយាយ private មួយទៀតហ្នឹងអញ្ចឹង private គឺនៅក្នុង internal របស់យើងប្រើក្នុង Active Directory របស់យើងណា Active Directory អត់អាចមានខ្វះ DNS បានទេពេលយើងកឡើង Active Directory DNS គឺវាមកជាមួយដែរណាបាទអញ្ចឹងវាអាចខ្វះឈ្មោះបានទេហើយសម្រាប់ DNS នេះគេប្រើសំខាន់ជាមួយនឹង email ប្រើជាមួយនឹង database service ជាច្រើនបាទដូចជា VPN ដូចជាស្អីហ្នឹងគឺពឹងទៅលើ DNS server បើយើងអត់ប្រើ DNS server ទេពិបាកទេហើយណាបាទអញ្ចឹងមាន service ជាច្រើនត្រូវការហ្នឹងសំខាន់ណាបាទពេលដែលយើងទៅប៉ះនៅ service ហ្នឹងគឺយើងវានឹងទាមទារ DNS ហើយណាហើយយើងចេះត្រូវយើងត្រូវចេះទៅឡើងណាអញ្ចឹងសម្រាប់hierarchy បានន័យថារចនាសម្ព័ន្ធធំរបស់ DNS នៅលើអ៊ីនធឺណិតគឺវាមានដំបូងគឺមាន root ណាខ្ញុំនិយាយអត់តន់ detail ហ្នឹងទេគ្រាន់តែប្រាប់ថានៅលើគេហ្នឹងគឺមាន root ធ្លាក់ពី root មកបានគេហៅថា first level ឬក៏ top level domain ណា TLD ហ្នឹងគឺវាមាន domain.com .edu .go .kh អីចឹងទៅណាកម្រិត TLD តមក level ទី2ណា0ទី2គឺបានចូលមកដល់Google ទេណាថែម .com Google អញ្ចឹងនៅក្នុង domain.com បាទនៅក្នុង domain.com វាគ្រប់គ្រងអ្នកណា register.com គឺស្ថិតនៅក្នុងវានឹងមករកនៅ query នៅ domain.com ហើយនៅណា register ខាង edu វានឹងមាន server មួយអានេះសិតតែជា server ណាដែលគេ control បាទណាសម្រាប់ go គឺមករក go មកសម្រាប់ email រក email ចឹងតទៀតណាហើយ level វាមានតទៀត level 3ទៀតណាចឹងបន្ទាប់ពី .com .com ហើយវាមានឈ្មោះ domain របស់យើងហើយវាមានកតុយទៀតណាសាប់ domain តគ្នាទៀតឈ្មោះរបស់វា alias គេអាចហៅថាជា alias ណាឈ្មោះគេថែមបន្តទៀតបាទចឹងយើងយល់ទៅឃើញចំណាំទៅ structure វាគឺវាមានចឹងអាចមានច្រើនជាងហ្នឹងគេអាចតឈ្មោះទៀតហ្នឹងគេបានដែរណាបាទនេះសម្រាប់លើ public ទេ public យើងតែមាន root មានអីណាតែលើ private របស់យើងក៏យើងអាចប្រើលំនាំចឹងដែរណាប៉ុន្តែបើ public យើងត្រូវការទិញពី ISP ណាយើងអាចដាក់តាមចិត្តបានទេបាទហើយហ្នឹងហើយវាអាចជា public ហើយ private ទាំង component ទី1ណាពាក់ព័ន្ធជាមួយនឹង domain name DNS domain name ហ្នឹងមានឈ្មោះមានអីមានជា public ជា private អញ្ចឹងសម្រាប់component
សំខាន់ទី2គឺ DNS server ណាគឺ server របស់ DNS ដែល run DNS នឹងតែម្ដងណាអញ្ចឹងសម្រាប់ DNS server ការងាររបស់វាគឺ respond ទៅកាន់ name resolution request អញ្ចឹងវានឹងទទួល request ពី client ពាក់ព័ន្ធជាមួយនឹង client គាត់ request ជា name មកដល់ DNS server វានឹង resolve name ហ្នឹងចេញជា IP address វិញណាដើម្បីឲ្យម៉ាស៊ីនកុំព្យូទ័ររបស់ client ហ្នឹងគាត់អាចដោះស្រាយឈ្មោះហ្នឹងបានអាចស្គាល់ឈ្មោះបានគាត់អាច access ទៅលើ service អីមួយឬក៏ share អីមួយឬក៏ទៅកាន់ម៉ាស៊ីន server ណាមួយដោយប្រើឈ្មោះអត់ប្រើ IP address ទេបាទហើយសម្រាប់នៅក្នុង DNS server ហ្នឹងគឺវា store នៅ resource record ណាច្រឡំ resource record locally នៅលើ local database របស់វាណាអញ្ចឹង DNS server ហ្នឹងគឺវាតម្លើងឲ្យវាមាន DNS នៅលើ server ហ្នឹងសម្រាប់ store resource record ណាបាទអញ្ចឹងវា DNS វាមាន record របស់វាសម្រាប់ចងចាំពេលយើងតម្លើងទៅយើងដឹងហើយ record ហ្នឹងហើយបន្តទៅទៀត component សំខាន់មួយទៀតគេហៅថា zone ឬក៏ resource record ហ្នឹងហើយណាអា resource record ដែលវា store នៅក្នុង database ហ្នឹងគេហៅថា zone ហ្នឹងហើយណាចឹងវាមាន zone គឺជា local copy DNS name space បានន័យថាជាឈ្មោះបានន័យជាឈ្មោះ DNS ហ្នឹងស្អី ឧទាហរណ៍ PC1 ពេលណាតែកុំព្យូទ័រណាមក join ក្នុង domain មួយគឺត្រូវមានឈ្មោះហើយបើកុំព្យូទ័រហ្នឹងដាក់ client1 ដាក់អីចឹងទៅវានឹង record វានឹង record ឈ្មោះហ្នឹងចូលទៅក្នុង zone ណា local zone ជាមួយនឹង DNS namespace នៅក្នុង DNS server ណាអាហ្នឹងពាក់ព័ន្ធនឹង zone ហ្នឹងវាដូចជា folder មួយនៅក្នុងDNS ហ្នឹងចឹងសម្រាប់ store record ហ្នឹងណាបាទអញ្ចឹងរាល់ computer client ណាដែល join មក Active Directory ឬក៏ register ជាមួយនឹង DNS បាទវានឹង record ទុកនៅក្នុង zone របស់វារៀងៗខ្លួនទៅតាម record ប្រភេទ record របស់វាណាអញ្ចឹង resource record គឺវា create នៅក្នុង create ហើយនឹង store នៅក្នុង zone ហ្នឹងណាអា resource record ហ្នឹងណា resource record ហ្នឹងវាមាន A record មាន double A record វាមានអីច្រើនចាំចូលដល់ហ្នឹងចាំខ្ញុំប្រាប់ណាមាន name server មាន mail record អីចឹងទៅពាក់ព័ន្ធនឹង mail ណានឹងជា resource record ដែលវា create resource record ទាំងអស់ហ្នឹងវា store នៅក្នុង DNS zone អានេះគ្រាន់តែខ្ញុំបញ្យល់ឲ្យស្គាល់ component វាសិនណាដល់ពេលទៅអនុវត្តនៅក្នុង server ខ្ញុំបង្កើតខ្ញុំប្រាប់តិចទៅយើងយល់ហ្មងចឹងចុងក្រោយគឺ DNS resolver គឺ client តែម្ដងណាគឺ client បាទ DNS resolver គឺ client ម៉ាស៊ីន client បាទចឹង DNS resolver ដែលជា client ហ្នឹងគឺវា request គឺវាមាន service សម្រាប់ request DNS information ចេញពី server នេះ request ពី server client នេះគឺ request ខ្ញុំសរសេរកាត់ចេះហ្នឹងបាទ request ពី server មកបាទអញ្ចឹងអាហ្នឹងហើយគេហៅថា DNS resolver ណាអាហ្នឹងមាននៅលើតែ client ទេណាហើយបន្តមកទៀតនៅក្នុង resolver ហ្នឹងគឺវាមាន catch result អញ្ចឹងនៅពេលដែលnamespace មួយ DNS name មួយទៅបាន resolve រួចរាល់ណាទៅបាន resolver resolve information រួចរាល់នៅក្នុង client ហ្នឹងវានឹងមាន catch របស់វាមួយសម្រាប់ store result ដែលយើងបានដើម្បីការពារថ្ងៃក្រោយលើកក្រោយវាមិនបាច់ចាំទៅ request ពី DNS ទេគឺវាទាញពី catch របស់វានៅ catch ហ្នឹងគឺនៅ local របស់ client តែម្ដងណាបាទអញ្ចឹង client ពេលដែលវា request អីមួយគឺវា check catch សិនវាមាន process ច្រើនចាំខ្ញុំវីដេអូមួយទៀតចាំខ្ញុំបង្ហាញពី process ហ្នឹងណាជាមួយនឹង catch result ហើយវាមានអីច្រើនមុននឹងវាload ទៅ query លើ DNS server អញ្ចឹងវាមាន hop file វាមាន catch អីរបស់វាណាបាទបើនៅក្នុង catch នៅក្នុង hop file អត់មានវានឹង load ទៅ request ពី server ហើយអា catch អីហ្នឹងវាមានម៉ោងរបស់វាត្រូវ clear ទៀតណា clear catch វាចឹងទៀតអញ្ចឹង component របស់ DNS សំខាន់គឺមានប៉ុណ្្នឹងសិនណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមប៉ុណ្្នឹងសិនវីដេអូក្រោយខ្ញុំបង្ហាញពី process របស់វាបាទអរគុណច្រើនជម្រាបលា